បាទសួស្តីពុកម៉ែបងប្អូនបាទនេះជាមុខម្ហូបងាយសម្រាប់ធ្វើញ៉ាំបាយក៏បានក្លែមក៏បានហើយបងប្អូនមិនពិបាករកទេគឺគ្រឿងផ្សំវាងាយស្រួលមិនពិបាកទៅរកណាឆ្ងាយទេបងប្អូនគ្រឿងផ្សំងាយទេបងប្អូនមានតែស្វាយការ៉ុតខ្ទឹមក្រហមត្រីឆ្អើរជីគ្រប់មុខក៏យើងអាចមកធ្វើជាម្ហូបក្លែមឬម្ហូបញ៉ាំបាយបានដែរបងប្អូនបាទហើយគ្រឿងផ្សំវាអត់មានអីពិបាកទេបងមានជាម្ទេសខ្ទឹមសស្ករប៊ីចេងសណ្តែកដីហើយនឹងទឹកម្ទេសបន្ទាប់ពីដាក់ទឹកម្ទេសរួចយើងក៏ដាក់ជារ៉ូឌីដើម្បីឲ្យមានជាតិបន្ទាប់ពីយើងដាក់រ៉ូឌីរួចយើងក៏សង់សាច់ជ្រូកដែលយើងស្ងោររួចបន្ទាប់មកទៀតយើងក៏យកមកច្បល់ជាមួយនឹងជីគ្រប់មុខហើយជាការស្រេចណាបងប្អូនណា